តោះយើងមិននិយាយពី losing streak ដែលជាក់ស្ដែងទៅគឺខ្ញុំកំពុងតែជួបផ្ទះផ្ទាល់តែម្ដងដោយបងប្អូនឃើញនៅក្នុង screenshot អញ្ចឹងគឺខ្ញុំខាតទូនគ្នាសឹងតែ10ដងហើយកំឡុងពេលហ្នឹងតើខ្ញុំរៀបចំអារម្មណ៍បែបម៉េចដើម្បីការពារ account ខ្ញុំកុំឲ្យដាច់ហើយខ្ញុំរៀបចំអារម្មណ៍បែបម៉េចដើម្បីចាប់ដើមអាចស្រង់ដើមឬមួយក៏ recovery មកវិញបានអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅមើលការបញ្យល់របស់ខ្ញុំទាំងអស់គ្នាអញ្ចឹងកត្តាធំចំនួន2ដែលបងប្អូនត្រូវតែរៀបពិចារណាដែលកត្តាទី1គឺតាក់ទងទៅនឹងបញ្ហាអញ្ចឹងបងប្អូនត្រូវជីកគល់ឲ្យដឹងពីបញ្ហាជាមុនសិនហើយនៅក្នុងស្ថានភាពបែបនេះបងប្អូនមួយចំនួនធំប្រកាសជាគិតថាទីផ្សារគឺជាបញ្ហាដែលពេលខ្លះបងប្អូនគិតថាទីផ្សារធ្វើស៊ីទីផ្សារកឡុកឲ្យជាដើមដែលការគិតបែបនេះគឺជាការគិតខុសព្រោះបើធៀបទៅគឺដូចបងប្អូនខឹងគោទៅវិញតែអញ្ចឹងសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់កំឡុងពេលដែលខ្ញុំខាតទូនគ្នាចំនួន10ដងហ្នឹងគឺដោយសារកត្តាសម្ពាធផ្លូវអារម្មណ៍ព្រោះជាក់ស្ដែងគឺនៅពេលដែលខ្ញុំធ្វើគឺខ្ញុំមានអារម្មណ៍សម្ពាធមែនទែនព្រោះកន្លងពេលហ្នឹងគឺខ្ញុំបាន public ទៅលើ private copy thread ដែលខ្ញុំទៅដាក់នៅក្នុង community ខ្ញុំផ្ទាល់ដែលខ្ញុំប្រកាសធ្វើ share challenge ហើយខ្ញុំបានបំបែកជា account send ហើយក៏មានអ្នក copy ប្រហែលជា30-40 នាក់ដែរទៅលើ send account ដែលពួកគាត់គិតថានឹងយក position ដែលខ្ញុំចូលហ្នឹងជា signal អីជាដើមអញ្ចឹងទៅហើយក៏មានអ្នក copy ដុល្លារប្រហែលជា10នាក់អីដែរហើយការធ្វើបែបហ្នឹងគឺធ្វើឲ្យខ្ញុំមានសម្ពាធព្រោះនៅពេលដែលខ្ញុំចូលផ្សារទៅគឺសមាជិកដែលបាន copy គាត់តម្លាក់ screenshot គាត់ធ្វើការវេកញែកនៅក្នុង community វាធ្វើអារម្មណ៍ខ្ញុំអត់មូលអញ្ចឹងអានេះគឺជាបញ្ហាខ្ញុំផ្ទាល់ដែលខ្ញុំរងសម្ពាធព្រោះជាទូទៅនៅក្នុងវិស័យនេះអ្វីដែលជាគោលសំខាន់ហ្នឹងគឺជា game ចិត្តសាស្ត្រដូចបងប្អូនមួយចំនួននៅក្នុង community ប្រកាសជាឆ្ងល់ហើយព្រោះសមាជិករបស់យើងគឺចំណេញសឹងរងថ្ងៃប៉ុន្តែ account ខ្ញុំគឺខ្ញុំចូលគឺរងសម្ពាធដែលធ្វើឲ្យខ្ញុំចូលបែបមិនក៏ខុសដែរព្រោះកត្តាដែលចាំបាច់ជាងគេហ្នឹងគឺតកតងទៅនឹងនៅពេលដែលខ្ញុំមានសម្ពាធគឺខ្ញុំចាប់ផ្ដើមដាក់ rule ខ្លួនឯងតឹងរឹងពេកមានន័យថានៅពេលដែលផ្សារដែលអាចចូលបានគឺខ្ញុំគិតច្រើនដែលធ្វើឲ្យខ្ញុំអត់ហ៊ានចូលអញ្ចឹងទៅនៅពេលដែលយើងចាប់ផ្ដើមសម្រេចចិត្តតែហ៊ានចូលគឺ checklist ហ្នឹងគឺវាលេង valid បាត់ហើយអញ្ចឹងព្រោះជាទូទៅគឺ checklist នីមួយឬមួយក៏យុទ្ធសាស្ត្រនីមួយគឺវាមាន win rate របស់វាអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមដាក់ rule set ពេលដែលគ្រប់ checklist ខ្ញុំអត់ហ៊ានចូលឬមួយក៏អីជាដើមហ្នឹងវាធ្វើឲ្យវាខូចទៅលើស្ថិតិដែលយើងត្រូវចូលតាមឲ្យទៀងអញ្ចឹងនៅពេលដែលខ្ញុំសម្រេចចិត្តចូលគឺវាចំទៅលើ lose rate ដែលធ្វើឲ្យខ្ញុំខាតបង់ហើយធ្វើឲ្យការសម្រេចចិត្តខ្ញុំផ្សេងហ្នឹងគឺចាប់ផ្ដើមខុសទៅតាមហ្នឹងគឺជាកត្តាសំខាន់ដែលបងប្អូនត្រូវយកមកទៅរៀបពិចារណាព្រោះមនុស្សយើងមានសម្ពាធផ្សេងគ្នាអញ្ចឹងកត្តាខ្ញុំគឺជាសម្ពាធកន្លែងហ្នឹងអញ្ចឹងតើខ្ញុំត្រូវធ្វើបែបម៉េចដើម្បីដោះស្រាយបញ្ហាអញ្ចឹងទៅកត្តាទី2បងប្អូនត្រូវចាប់ផ្ដើមយកទិន្នន័យដែលជាបញ្ហាហ្នឹងមកសរុបយកជាទិន្នន័យដំណោះស្រាយអញ្ចឹងចំពោះដំណោះស្រាយរបស់ខ្ញុំគឺខ្ញុំចាប់ផ្ដើមសម្រាកនៅក្នុងការ trade មួយរយៈដើម្បីទី1កាត់បន្ថយអារម្មណ៍ដែលតានតឹងទី2គឺដើម្បីរកកំហុសព្រោះកំឡុងពេលដែលបងប្អូនសួរខ្លួនឯងភ្លាមចម្លើយគឺអត់ត្រឹមត្រូវទេព្រោះមនុស្សទាំងអស់គឺអាចមើលខ្លួនឯងឃើញទេលុះត្រាតែបងប្អូនព្យាយាមដកពេលវេលាមកគិតទៅលើបញ្ហារបស់ខ្លួនឯងម្ដងតិចអញ្ចឹងនៅពេលដែលបងប្អូនបានចម្លើយពីបញ្ហាខាងមុខហ្នឹងគឺបងប្អូននឹងងាយស្រួលរកដំណោះស្រាយអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសការដកឃ្លាពីការ trade ក្នុងរយៈពេលប្រហែលជាប្រហែលអាទិត្យហ្នឹងហើយខ្ញុំចាប់ដើមមកវិញទោះបីជាមានខាតចំណេញក៏ខ្ញុំនៅតែព្យាយាមធ្វើព្រោះយើងមានភារកិច្ចអញ្ចឹងចំពោះការងារបន្ទាប់គឺយើងត្រូវរៀបទិន្នន័យផែនការច្បាស់លាស់អញ្ចឹងតកតងទៅនឹងទិន្នន័យផែនការដោយបងប្អូនឃើញនៅក្នុងក្រាហ្វិកអញ្ចឹងគឺខ្ញុំមាន spreadsheet ច្បាស់លាស់ទោះបីជា balance ខ្ញុំធ្លាក់ក៏ដោយប៉ុន្តែបើសិនជាខ្ញុំចាប់ផ្ដើមមាន winning streak ឬមួយក៏យើងចាប់ផ្ដើមត្រាច់ចំណេញខាតដែលមាន win rate ល្អមកវិញគឺយើងត្រូវការចំនួនតែ9 level ទេគឺយើងអាចស្រង់ដើមហើយចំណេញឡើងមកវិញទៀតអញ្ចឹងអានឹងគឺជាកត្តាមួយដែលបងប្អូនត្រូវគិតព្រោះមនុស្សមួយចំនួនធំគឺអត់ព្យាយាមធ្វើអញ្ចឹងទេគឺនៅពេលដែលគាត់ losing streak ចោលគឺគាត់នឹងធ្វើឲ្យផ្ដាច់ account នឹងតែម្ដងដែលជាកត្តាមួយឬមួយក៏ជាទម្លាប់មួយអាក្រក់មែនទែនអញ្ចឹងគឺខ្ញុំសំណូមពរឲ្យបងប្អូនរៀនទទួលស្គាល់កំហុសហើយទទួលស្គាល់ថានៅក្នុងវិស័យនេះទោះបីជាបងប្អូនមានបទពិសោធន៍យូរឆ្នាំប៉ុណ្ណាក៏ដោយបទពិសោធន៍កាន់តែច្រើនបងប្អូនកាន់តែមានរឿងច្រើនទៅរៀនបន្តព្រោះដូចខ្ញុំជាក់ស្ដែងគឺខ្ញុំមានរឿងច្រើនដែលខ្ញុំត្រូវរៀនបន្តជាប្រចាំ
ដោយកំហុសវាអាចកើតឡើងជាប្រចាំដូចគ្នាអញ្ចឹងគឺយើងត្រូវរៀនពីកំហុសហ្នឹងហើយយើងយកវាជាមេរៀនដើម្បីត្រៀមខ្លួនដោះស្រាយនៅពេលខាងមុខបន្តទៀតអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងហើយផែនការដែលបងប្អូន trade គឺត្រូវធ្វើតាមដំណើរកុំបង្ខំអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងហើយជួបគ្នានៅក្នុងវីដេអូបន្ត